តោះបងប្អូនយើងនៅតែផ្ដោតទៅលើ function ហើយបាទភ័យស្លន់ស្លោបាទគ្រប់គ្រងខ្លួនឯងលេងបានបាទត្រង់ចំណុចបាទ7.2បាទថា知道គាត់ដឹងថា自己បាទខ្លួនឯងខ្លួនគាត់ហ្នឹងបាទ大势已去大势已去បាទស្ថានភាពមិនអំណោយផលបាទ大势已去បាទស្ថានភាពមិនអំណោយផលបាទ逃跑时ពេលដែលរត់គេចខ្លួន更是កាន់តែ function ហើយបាទភ័យស្លន់ស្លោបាទលេងនឹងខុសត្រូវបាទភ័យបាទស្លាស្លន់យ៉ាងទៅបាទឆៅមូជាវិញគិតថារូបគ្នាគឺជាសត្រូវបាទអញ្ចឹងយើងមើលឆាវដឹងហើយបាទពេលឆាវគាត់ទៅសម្រាប់តង់ជ័រអត់បានសម្រេចបាទគាត់រត់ចេញមកបាទអញ្ចឹងគេប្រកាសតាមចាក់ខ្លួនគាត់តាមសម្រាប់គាត់បាទពេលហ្នឹងគឺ function ហើយបាទភ័យស្លន់ស្លោបាទគ្រប់គ្រងខ្លួនឯងអត់បានទេបាទហើយទី2គឺឆៅមូជាវិញបាទឲ្យតែឃើញពីណាស្រួលគិតថាគេមកចាប់ខ្លួនហើយគិតថាគេជាសត្រូវហើយព្រោះបើចាប់ឆាវបាននឹងបាន9បាទអញ្ចឹងពេលដែលយើងនៅក្នុងស្ថានភាពហ្នឹងគឺពិបាកមែនតើបាទ他知道自己大势已去逃跑时更是风声鹤唳，草木皆兵